ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសិនពុចិន្តាជាគរុនិស្សិតបរិញ្ញាបត្របូក1ដែលរៀននៅថ្នាក់លេខរៀងទី16វីដេអូថ្ងៃនេះតាក់ទងនឹងមេរៀនទី2ដែលនិយាយអំពីការវិតម្លៃក្នុងថ្នាក់រៀននិងតួនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនវត្ថុបំណងក្នុងមេរៀននេះមាន3សំខាន់គឺ 1. ពន្យល់ពីធម្មជាតិនៃការវិតម្លៃក្នុងថ្នាក់រៀនគោលបំណងចរិតលក្ខណៈនិងរបៀបដែលការវិតម្លៃក្នុងថ្នាក់រៀនខុសពីប្រភេទនៃការវិតម្លៃផ្សេងទៀត 2. ឲ្យឧទាហរណ៍ពីរបៀបបញ្ចូលប្រភេទការវិតម្លៃផ្សេងក្នុងការរៀននិងរៀន 3. ប្រាប់ពីកត្តាផ្សេងដែលជះឥទ្ធិពលលើការសម្រេចចិត្តពីរបៀបវិតម្លៃក្នុងថ្នាក់រៀននិងការអនុវត្តក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូម្នាក់ក្នុងមេរៀននេះមានចំណុចសំខាន់ធំៗ3គឺ 1. សេចក្តីផ្ដើម 2. កត្តាសំខាន់ដែលជះឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀននិង 3. ធាតុផ្សំនៃការវិតម្លៃក្នុងថ្នាក់រៀនចំណុចទី1សេចក្តីផ្ដើមការវិតម្លៃក្នុងថ្នាក់រៀនគឺជាដំណើរការនៃការប្រមូលភស្តុតាងព័ត៌មានការបកស្រាយនិងការប្រើប្រាស់ភស្តុតាងនៃការរៀនរបស់សិស្សដើម្បីគ្រប់គ្រងការសម្រេចចិត្តតាមមធ្យោបាយផ្សេងការវិតម្លៃក្នុងថ្នាក់រៀនមានដូចជាការធ្វើតេស្តពេលបញ្ចប់មេរៀននីមួយៗបញ្ចប់ជំពូកប្រចាំខែតេស្តប្រចាំឆមាសប្រចាំឆ្នាំតេស្តសង្ដាឬក៏តេស្តកំឡុងពេលបង្រៀនជាដើមនៅពេលការបង្រៀនខ្លឹមសារមេរៀនបទពិសោធន៍សិក្សានិងការវិតម្លៃមានភាពស៊ីចង្វាក់គ្នាការសម្រេចចិត្តនិងការជំរុញលើកទឹកចិត្តត្រូវបានលើកកម្ពស់ 2. កត្តាសំខាន់ដែលជះឥទ្ធិពលលើការវិតម្លៃក្នុងថ្នាក់រៀនកត្តាសំខាន់ដែលជះឥទ្ធិពលក្នុងការវិតម្លៃក្នុងថ្នាក់រៀនមានដូចជាកត្តាចំណេះដឹងបំណិននិងឥរិយាបថសតវត្សទី21ក្នុងការអប់រំតាមបែបសតវត្សទី21គឺការអប់រំផ្ដោតសំខាន់ទៅលើ critical thinking collaboration creativity and communication កត្តាបច្ចេកវិទ្យាគឺសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា Digital ដើម្បីរៀននិងបង្រៀនដូចជាការប្រើប្រាស់ Google Form Google Classroom ឬក៏ Learning Management System ដែលហៅកាត់ថា LMS កត្តាគោលការណ៍នៃការបង្រៀននិងរៀនទ្រឹស្ដីបង្រៀននិងរៀនផ្សេងដែលវាគឺជាគោលការណ៍ថ្មីរបស់ក្រសួងអប់រំកត្តាការអប់រំតាមប្រព័ន្ធស្តង់ដារកត្តានេះផ្ដោតសំខាន់ទៅលើការផ្លាស់ប្ដូរ curriculum ឬក៏កម្មវិធីសិក្សាហើយនិងស្តង់ដាររបស់វាកត្តាការប្រឡងថ្នាក់ជាតិនានាកត្តាអក្ខរកម្មផ្នែកទិន្នន័យកត្តាអក្ខរកម្មផ្នែកទិន្នន័យគឺសំដៅទៅលើសមត្ថភាពក្នុងការអានការយល់ការវិភាគការបកស្រាយការប្រើប្រាស់និងការប្រស្រ័យទាក់ទងពីទិន្នន័យក្នុងនោះតម្រូវការថ្មីនៃពិភពលោកអន្តរតំណងដែលផ្អែកលើព័ត៌មានមានដូចជាការយល់ដឹងស៊ីជម្រៅពីបញ្ញត្តិគ្រឹះរបស់ខ្លឹមសារនៃមេរៀនសំខាន់ពុទ្ធិបំណិនដែលសំដៅលើការដោះស្រាយបញ្ហាការសម្រេចចិត្តការគិតប្រកបដោយវិចារណញ្ញាណនិងមេត្តាពុទ្ធិការគិតប្រកបដោយនវានុវត្តន៍និងភាពច្នៃប្រឌិតនិងបំណិនទំនាក់ទំនងជាប្រកបដោយប្រសិទ្ធភាពបច្ចេកវិទ្យាគឺជាវិធីសាស្ត្រឬជាឧបករណ៍ដែលមនុស្សបង្កើតឡើងក្នុងគោលបំណងដើម្បីសម្រួលដល់ការធ្វើការងារបានងាយស្រួលលឿនរហ័សនិងប្រកបដោយប្រសិទ្ធភាព 3.
បច្ចេកវិទ្យាអាចជួយសម្រួលការងារដល់គ្រូក្នុងការដាក់បន្ទុកដោយស្វ័យប្រវត្តិផ្ដល់ឱកាសច្រើនដល់គ្រូក្នុងការផ្ដល់ឱកាសច្រើនដល់គ្រូបង្រៀននិងមធ្យោបាយថ្មីក្នុងការវិតម្លៃការសិក្សាសិស្សគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តតាមការសិក្សាស្រាវជ្រាវទ្រឹស្ដីពុទ្ធិបំណិនការគិតនិងការលើកទឹកចិត្តជួយសិស្សក្នុងការកសាងចំណេះដឹងតាមរយៈចំណេះដឹងដែលមានស្រាប់រួមផ្សំជាមួយនឹងចំណេះដឹងថ្មីដែលទទួលបានពីការសិក្សាដើម្បីជួយពួកគេក្នុងការកំណត់វិន័យផ្ទាល់ខ្លួននិងដើម្បីគ្រប់គ្រងការរៀនរបស់ខ្លួនគេផ្ទាល់ពុទ្ធិត្រូវបានសម្រួលដោយវប្បធម៌និងបរិយាបន្នសង្គមរីឯការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពគឺជួយសម្រួលដល់ការយល់ខុសនិងដោះស្រាយបញ្ហារបស់ពួកគេការលើកទឹកចិត្តនិងការខិតខំប្រឹងប្រែងគឺជាធាតុផ្សំសំខាន់ក្នុងការសិក្សានិងអនុវត្ត3ធាតុផ្សំនៃការវិតម្លៃនៅក្នុងថ្នាក់រៀនមានដូចជា1វត្ថុបំណងគឺជាគោលបំណងពណ៌នាពីលទ្ធផលនៃការបង្រៀនដែលគ្រូចង់បានបន្ទាប់ពីបញ្ចប់ដំណើរការនៃការបង្រៀនដែលផ្សារភ្ជាប់ទៅនឹងវិជ្ជាសម្បទាបំណិនសម្បទានិងចរិយាសម្បទា2ការវាស់វែងគឺជាដំណើរការជាប្រព័ន្ធក្នុងការកំណត់ជាតួលេខឲ្យសិស្សលើអកប្បកិរិយាឬការអនុវត្តដែលប្រើប្រាស់ចំណេះដឹងឬបំណិនរបស់សិស្សការវាស់វែងត្រូវបានគេប្រើប្រាស់ក្នុងការកំណត់ចំណេះដឹងបំណិននិងឥរិយាបថរបស់សិស្ស3ការបកស្រាយលទ្ធផលគឺជាការវិនិច្ឆ័យលើគុណភាពដែលកំណត់ពីអត្តចរិតអកប្បកិរិយាឬការអនុវត្តចំណេះដឹងនិងបំណិនរបស់សិស្ស4ការប្រើប្រាស់លទ្ធផលរួមមានការវិនិច្ឆ័យការដាក់បន្ទុកនិងការសម្រួលការបង្រៀនការវិនិច្ឆ័យគឺជាដំណើរការនៃការវិតម្លៃកំណត់ថាត្រឹមត្រូវឬមិនត្រឹមត្រូវឬបកស្រាយស្ថានភាពដែលផ្អែកលើភស្តុតាងឬការយល់ដឹងធាតុសំខាន់នៃការវិនិច្ឆ័យរួមមានការកែច្នៃព័ត៌មានមានន័យថាជាការប្រមូលទិន្នន័យការវិភាគពិនិត្យមើលអ្វីដែលពិតហើយអ្វីដែលមិនពិតការប្រៀបធៀបការសម្រេចចិត្តឬធ្វើសន្និដ្ឋានការដាក់បន្ទុកគឺជាដំណើរការដែលគ្រូបំលែងលទ្ធផលឬការអនុវត្តរបស់សិស្សទៅជាលេខអក្សរឬកម្រិតដើម្បីបង្ហាញថាសិស្សបានសម្រេចគោលដៅសិក្សាកម្រិតណាគោលបំណងនៃការដាក់បន្ទុកគឺដើម្បីបញ្ជាក់ថាសិស្សរៀនបានប៉ុណ្ណានិងផ្ដល់ព័ត៌មានដល់សិស្សមេដាបេដាសិស្សឬក៏អាណាព្យាបាលសិស្សជួយគ្រូដើម្បីដឹងថាត្រូវកែសម្រួលការបង្រៀនយ៉ាងដូចម្តេចនិងធ្វើតារាងបន្ទុកប្រចាំខែប្រចាំឆមាសនិងប្រចាំឆ្នាំជាដើមការកែសម្រួលការបង្រៀនគឺជាដំណើរការដែលគ្រូផ្លាស់ប្ដូរឬកែប្រែរបៀបបង្រៀនដើម្បីឆ្លើយតបតាមកម្រិតយល់ដឹងរបស់សិស្សលទ្ធផលវិតម្លៃរបស់សិស្សបញ្ហាប្រឈមដែលកើតមានកំឡុងពេលរៀននិងបង្រៀននិងគោលដៅសិក្សាដូចនេះលោកគ្រូអ្នកគ្រូត្រូវតាមដានរាល់ចំណុចខ្លាំងនិងចំណុចខ្វះខាតរបស់សិស្សជាប្រចាំដើម្បីងាយស្រួលក្នុងការបំពេញបន្ថែមឬក៏ជួយពួកគាត់ទាន់ពេលវេលាព្រមទាំងត្រួតពិនិត្យ
ការរីកចម្រើនរបស់ពួកគាត់ជាប្រចាំផងដែរចាសសូមអរគុណ